បទវិចារណកថាវប្បធម៌ស៊ីជូនិងការបញ្ជូនៅក្នុងសង្គមតើកត្តាអ្វីខ្លះដែលធ្វើឲ្យស្ថាប័នរលំរលាយដោយស្ងៀមស្ងាត់ទាំងដែលគ្មានការវាយប្រហារពីខាងក្រៅចម្លើយពិតជាគួរឲ្យភ្ញាក់ផ្អើលវាកើតចេញពីភាពផ្អែមល្ហែមដែលប្រែក្លាយជាថ្នាំពុលនៅក្នុងទំនាក់ទំនងរបស់មនុស្សចាប់តាំងពីសម័យបុរាណរហូតដល់យុគសម័យ Digital អាកប្បកិរិយានៃការសរសើរការលើកតម្កើងនិងការអែបអបតែងតែត្រូវបានគេយល់ច្រឡំថាជាអំពើប្រកបទៅដោយសិលធម៌ដូចគ្នាប៉ុន្តែតាមការពិតការបញ្ជូននិងការស៊ីជូវាមានព្រំដែនដែលឆ្លាស់ពីគ្នាហើយធម្មជាតិរបស់វាក៏ខុសគ្នាដែរការបញ្ជូជាយុទ្ធសាស្ត្រផ្អែមល្ហែមដើម្បីសម្រេចគោលដៅចំណែកឯការស៊ីជូគឺជាជំងឺសង្គមដ៏រ៉ាំរ៉ៃកើតចេញពីការញៀននិងភាពមិនពិតនិងការមិនស្គាល់គុណភាពពិតរបស់ខ្លួនឯងការយល់ដឹងពីកត្តាខុសគ្នានេះមិនមែនជាការវែកញែកពាក្យពេចន៍ទទេឡើយប៉ុន្តែគឺជាការរកឃើញមេរោគដែលកំពុងបំផ្លាញខ្លួនឯងឬស្ថាប័នរបស់យើងពីខាងក្នុងយ៉ាងស្ងៀមស្ងាត់តើយើងអាចស្គាល់មុខមាត់ពិតនៃវប្បធម៌ដ៏គ្រោះថ្នាក់នេះហើយងាកមកកសាងខ្លួននឹងស្ថាប័នមួយដែលឈរលើគ្រឹះនៃសច្ចភាពបានយ៉ាងដូចម្តេចការបញ្ជូគឺជាសកម្មភាពនៃការប្រើពាក្យសម្ដីផ្អែមល្ហែមបញ្ចែកបញ្ជើលើកជើងដើម្បីធ្វើឲ្យអ្នកដទៃសប្បាយចិត្តវាអាចជាសិល្បៈនៃការផ្ដល់កម្លាំងចិត្តប៉ុន្តែប្រសិនបើហួសព្រំដែនវាប្រែជាការបោកបញ្ឆោតទៅវិញការស៊ីជូគឺជាសកម្មភាពនៃការត្រេកអរនឹងការបញ្ជូពាក្យបញ្ចែកបញ្ជើនិងពាក្យលើកជើងអ្នកស៊ីជូគឺជាមនុស្សដែលញៀនទៅនឹងបរិយាកាសបញ្ជូពួកគេមិនត្រឹមតែចង់ឲ្យគេលើកជើងនោះទេតែពួកគេត្រូវការភាពផ្អែមល្ហែមនោះមកបំពេញចិត្តខ្លួនឯងនេះគឺជាការបង្កើតពិភពស្រមើស្រមៃមួយដែលភាគីទាំងសងខាងចូលចិត្តភាពមិនពិតជាងសច្ចភាពនៅក្នុងទស្សនវិជ្ជានយោបាយរបស់ Machiavelli បានព្រមានថាអ្នកដឹកនាំត្រូវការពារខ្លួនពីអ្នកបញ្ជូពីព្រោះពួកគេបំផ្លាញប្រភពព័ត៌មានពិតផ្ទុយទៅវិញសិស្សរបស់សូក្រាតគឺ Plato បានសង្កត់ធ្ងន់ទៅលើសច្ចភាពជាសំខាន់សម្រាប់មនុស្សស៊ីជូការបញ្ជូគឺជាគ្រឿងញៀនផ្លូវចិត្តដែលជួយឲ្យពួកគេរត់គេចពីការពិតគោលបំណងរបស់អ្នកបញ្ជូនិងអ្នកស៊ីជូគោលបំណងរបស់អ្នកបញ្ជូគឺផលប្រយោជន៍ក្រៅខ្លួនពួកគេគឺជាអ្នកយុទ្ធសាស្ត្រដែលប្រើប្រាស់ពាក្យផ្អែមល្ហែមជាឧបករណ៍ដើម្បីសម្រេចបាននូវកិច្ចការជាក់លាក់ណាមួយដូចជាការដំឡើងតំណែងការទទួលបានតួនាទីឬការគេចផុតពីកំហុសសម្រាប់ពួកគេការបញ្ជូគឺជាការវិនិយោគមួយដើម្បីទទួលបានផលចំណេញគោលបំណងរបស់អ្នកស៊ីជូគឺការបំពេញចិត្តខាងក្នុងអ្នកស៊ីជូធ្វើអ្វីមួយតាមការបញ្ជូរបស់អ្នកដទៃដើម្បីបំពេញអារម្មណ៍របស់ខ្លួនឯងភាពត្រេកអរការរត់គេចពីភាពឯកោឬភាពអន់ថយឬការចង់ឲ្យគេសរសើរឬពួកគេជាអ្នកញៀនទៅនឹងការបំភាន់និងញៀនទៅនឹងបរិយាកាសនៃការលើកដំកើងខ្លួនឯងទៀតផងសម្រាប់អ្នកស៊ីជូការបញ្ជូមិនមែនជារឿងឈឺចាប់នោះទេប៉ុន្តែវាជាអាហារផ្លូវចិត្តដែលពួកគេត្រូវការដើម្បីបំពេញចន្លោះប្រហោងនៃទំនុកចិត្តលើខ្លួនឯងយើងនិយាយពីផលប៉ះពាល់មហន្តរាយនៃស្ថាប័ននៅពេលដែលវប្បធម៌នេះជ្រៀតចូលទៅក្នុងក្រសួងស្ថាប័នឬក្រុមហ៊ុនឯកជនវានាំឲ្យកើតមាននៅវិបាកដូចខាងក្រោម 1. ការបាត់បង់តុល្យភាពព័ត៌មានអ្នកដឹកនាំហុំព័ទ្ធទៅដោយអ្នកដែលនិយាយតែអ្វីដែលខ្លួនចង់ឮដែលនាំឲ្យការសម្រេចចិត្តខុសឆ្គង 2. វិបត្តិសមត្ថភាពមនុស្សដែលពូកែពិតប្រាកដនឹងចាក់ចេញពីព្រោះមិនអាចប្រកួតប្រជែងជាមួយនឹងអ្នកជំនាញខាងអែបអបាន 3. ការខូចខាតវប្បធម៌អង្គភាពការស៊ីជូធ្វើឲ្យបរិយាកាសការងារពោពេញទៅដោយភាពមិនទុកចិត្តគ្នានិងការលាក់ពុតឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសម័យបុរាណនិងសម័យទំនើបនៅសម័យបុរាណស្ដេចដែលមានប្រាជ្ញាតែងតែរកសេនាជំនិតដែលហ៊ានស្ដីបន្ទោសឲ្យខ្លួននៅក្នុងសម័យទំនើបការស៊ីជូបានវិវត្តទៅជាទម្រង់ស្មុគស្មាញដូចជាការបញ្ចេញមតិយល់ស្របគ្មានដែនកំណត់ទៅលើបណ្ដាញសង្គមឬការកែច្នៃរបាយការណ៍ឲ្យមានតែភាពវិជ្ជមានដែលផ្ទុយពីទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងសម័យកាលដែលប្រព័ន្ធផ្សព្វផ្សាយសង្គមគ្របដណ្ដប់ជីវិតរស់នៅការបញ្ជូនិងការស៊ីជូលែងត្រឹមតែជាពាក្យសម្ដីទល់មុខគ្នាទៀតហើយប៉ុន្តែវាបានវិវត្តទៅជារូបិយវត្ថុនៃកេរ្តិ៍ឈ្មោះដែលវាស់វែងតាមរយៈ like share view និង comment យុទ្ធសាស្ត្រនេះបានក្លាយទៅជាយន្តការដ៏ស្មុគស្មាញមួយដែលរួមមាន 1. ការបញ្ជូតាមបែប Digital នៅក្នុងសម័យនេះការបញ្ជូមិនមែនធ្វើឡើងដោយផ្ទាល់មាត់តែមួយមុខនោះទេប៉ុន្តែវាត្រូវបានធ្វើឡើងតាមរយៈក្បួនដង្ហែ Digital ការចូលទៅចុច like រាល់ការបង្ហោះរបស់អ្នកដឹកនាំឬបុគ្គលដែលមានឥទ្ធិពលការ share ព័ត៌មានរបស់ពួកគេដោយមិនបានពិនិត្យនិងការសរសេរ comment អែបអបជាសាធារណៈបានក្លាយទៅជាឧបករណ៍សម្រាប់ស្វែងរកការចាប់អារម្មណ៍ឬបង្កើតបណ្ដាញទំនាក់ទំនងដែលផ្អែកទៅលើផលប្រយោជន៍នេះគឺជាការបញ្ជូដែលមានគោលបំណងច្បាស់លាស់ការបង្កើតវត្តមាននៅក្នុងចិត្តអ្នកមានអំណាចតាមរយៈទិន្នន័យ Digital 2. ការស៊ីជូតាមបែប Digital
អ្នកស៊ីចូលនៅក្នុងយុគសម័យ Digital គឺជាអ្នកដែលញៀនទៅនឹងតួលេខពួកគេរស់នៅដោយពឹងផ្អែកទៅលើការផ្ទៀងផ្ទាត់អារម្មណ៍ពីអ្នកដទៃការញៀនទៅនឹងការពេញចិត្តមានន័យថានៅពេលដែលបុគ្គលម្នាក់បង្ហោះអ្វីមួយហើយទទួលបាន like ច្រើនពួកគេមានអារម្មណ៍ថាខ្លួនឯងមានតម្លៃនៅពេលដែលពួកគេមិនទទួលបានការឆ្លើយតបដូចជាការរំពឹងទុកពួកគេនឹងចាប់ផ្ដើមបង្កើតយុទ្ធសាស្ត្របញ្ជូនអ្នកដទៃដើម្បីឲ្យគេត្រឡប់មកផ្ដល់ការពេញចិត្តដល់ខ្លួនវិញបរិយាកាសនៃបន្ទប់ឆ្លុះបញ្ចាំងនៅក្នុងយុគសម័យ Digital Algorithm ជួយពង្រឹងវប្បធម៌ស៊ីជូនេះឲ្យកាន់តែធំយើងឃើញតែអ្វីដែលយើងចង់ឃើញនិងជួបតែមនុស្សដែលយល់ស្របនឹងយើងកត្តានេះធ្វើឲ្យបុគ្គលម្នាក់ៗច្រឡំថាមតិយោបល់ដែលត្រូវបានលេចច្រើនគឺជាសច្ចភាពទាំងដែលវាគ្រាន់តែជាការឆ្លុះបញ្ចាំងពីក្រុមអ្នកស៊ីជូជុំវិញខ្លួនតែប៉ុណ្ណោះ 3. មហន្តរាយនៃតួលេខបោកបញ្ឆោតនៅពេលដែលស្ថាប័នមួយឬបុគ្គលម្នាក់វាតម្លៃជោគជ័យតាមរយៈចំនួន like share ឬ view នោះពួកគេកំពុងធ្លាក់ក្នុងអន្ទាក់នៃគុណភាពសព្វនិមិត្តវប្បធម៌នេះបង្កើតឲ្យមានការរាយការណ៍តាមបែបលំអពណ៌គឺបុគ្គលិកខិតខំរាយការណ៍តែពីរឿងវិជ្ជមានដើម្បីឲ្យរូបភាពរបស់អង្គភាពមើលទៅល្អនៅក្នុងបណ្ដាញសង្គមខណៈពេលដែលបញ្ហាពិតប្រាកដនៅពីក្រោយការបង្ហោះនោះកំពុងរលួយការបាត់បង់សច្ចធម៌ការបញ្ជូនដោយនិមិត្តសញ្ញានៃការបញ្ជាក់ឬពាក្យសរសើរខ្លីៗតាមអនឡាញបានបាត់បង់នៅការពិភាក្សាប្រកបទៅដោយហេតុផលមនុស្សលែងហ៊ានរិះគន់នៅក្នុង comment ពីព្រោះខ្លាចបាត់បង់ចំណងមិត្តភាពឬខ្លាចមានផលវិបាកតាមក្រោយទាក់ទងនឹងដំណោះស្រាយការកសាងស្ថាប័នដោយគុណធម៌ដើម្បីលុបបំបាត់វប្បធម៌នេះអ្នកដឹកនាំត្រូវអនុវត្តនៅគោលការណ៍មួយចំនួនដូចខាងក្រោម 1. លើកកម្ពស់វប្បធម៌រិះគន់ស្ថាបនានៅក្នុងស្ថាប័នគឺបង្កើតទីកន្លែងសុវត្ថិភាពដែលបុគ្គលិកឬមន្ត្រីក្រមបង្គាប់អាចនិយាយការពិតដោយមិនខ្លាចការស្ដីបន្ទោស 2. ការវិតម្លៃដោយផ្អែកទៅលើទិន្នន័យសម្រាប់ចិត្តដោយផ្អែកទៅលើលទ្ធផលការងារមិនមែនផ្អែកលើពាក្យសម្ដី 3. ស្គាល់ខ្លួនឯងដោយដែល Marcus Aurelius បានបង្រៀនអ្នកដឹកនាំឲ្យត្រូវធ្វើជាចៅក្រមដ៏តឹងរ៉ឹងបំផុតចំពោះខ្លួនឯងហើយត្រូវដឹងថាការសរសើរដែលគ្មានមូលដ្ឋានគឺជាថ្នាំពុល 4. ការរក្សាព្រំដែនវិជ្ជមានទំនាក់ទំនងត្រូវផ្អែកទៅលើការគោរពវិជ្ជាជីវៈមិនមែនការស្វែងរកការពេញចិត្តតាមផ្លូវអារម្មណ៍នោះទេសរុបមកវប្បធម៌ស៊ីជូគឺជាដង្កូវស៊ីស្មៅដែលចង្រៃដល់ស្ថាប័នការបញ្ជូអាចជាគ្រឿងលម្អសង្គមប៉ុន្តែការស៊ីជូគឺជាការបំផ្លាញតម្លៃនៃសេចក្តីថ្លៃថ្នូរមូលហេតុដែលមនុស្សចូលចិត្តស៊ីជូភាគច្រើនបណ្ដាលមកពីការរួមផ្សំរវាងកង្វះទំនុកចិត្តលើខ្លួនឯងនិងវប្បធម៌ឋានានុក្រមដែលឲ្យតម្លៃលើការផ្គាប់ចិត្តជ្រុលហួសហេតុសង្គមដែលមានភាពរឹងមាំគឺជាសង្គមដែលឲ្យតម្លៃលើការពិតនិងការវិភាគដោយសមហេតុផលមិនមែនឲ្យតម្លៃទៅលើការអែបអបដើម្បីផលប្រយោជន៍ឬដើម្បីពេញចិត្តខ្លួនឯងនោះទេការស៊ីជូនិងការបញ្ចូលនៅក្នុងសម័យ Digital គឺគ្រោះថ្នាក់ជាងសម័យមុនទៅទៀតពីព្រោះវាបានបង្កើតនូវភាពសប្បាយរីករាយសប្បនិមិត្តដែលមានទិន្នន័យបញ្ជាក់អ្នកដឹកនាំដែលឆ្លាតវៃនៅក្នុងយុគសម័យនេះមិនមែនជាអ្នកដែលមើលទៅមានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្ដាញសង្គមនោះទេប៉ុន្តែគឺជាអ្នកដែលហ៊ានផ្ដាច់ខ្លួនចេញពីការញៀននិងតួលេខទាំងនោះហើយងាកមកស្វែងរកការពិតដែលគ្មានការតបតែងស្ថាប័នដែលរឹងមាំគឺស្ថាប័នដែលហ៊ានទទួលយកនូវការរិះគន់ប្រកបទៅដោយវិជ្ជាជីវៈទោះបីជាការរិះគន់នោះមិនមាន like ឬ share ច្រើនក៏ដោយ